เคยเจอในក្នុងមេរៀននេះគេឲ្យយើងចេះទាក់ទងជាមួយនៅ concept នៃ routing អញ្ចឹងស្អីគេ routing យើងត្រូវការ routing គឺអីគេហើយមួយទៀតចេះ configure router ជាលក្ខណៈ basic អញ្ចឹងយើងទិញ router មកយើងត្រូវធ្វើអីគេខ្លះដូច switch អញ្ចឹងយើងដាក់ username password login អីចឹងទៅមាន backup IIS អី backup configuration នេះណាហើយមានrouting decision អញ្ចឹង routing ការជ្រើសរើសផ្លូវរបស់ router ត្រូវធ្វើយ៉ាងម៉េចហើយ router operation អញ្ចឹង router ដំណើរការយ៉ាងម៉េចអញ្ចឹងយើងរៀនគឺសំខាន់គឺ4ចំណុចហ្នឹងអូខេអញ្ចឹងនៅក្នុងតាកតងជាមួយនឹងលក្ខណៈ network យើងមានអ្វីដែលយើងត្រូវ concern ដែលយើងត្រូវធ្វើទី1យើងត្រូវធ្វើជាលក្ខណៈ topology តើ network យើងជាលក្ខណៈម៉េចជា hotel ជា bank ជា ISP ជា data center ឬក៏ជាលក្ខណៈក្រុមហ៊ុនធម្មតាអញ្ចឹងគឺយើងត្រូវចេះ design network ហ្នឹង topology នេះគឺទាក់ទងជាមួយនឹងការ design network របស់យើង ISP គេមាន network គេប្រភេទផ្សេងៗគ្នាទៅ data center គេមានលក្ខណៈផ្សេងហើយយើង design network ធ្វើម៉េចដើម្បីឲ្យទាក់ទងជាមួយនឹង speed អញ្ចឹង speed វាគឺឲ្យបានលឿនក៏ប៉ុន្តែតម្លៃគឺយើងឲ្យវា reasonable ហមายថាតម្លៃគួរសមអញ្ចឹងយើងធ្វើ network យើងគិតមើលទាំង cost អញ្ចឹង cost យើងត្រូវចំណាយលុយប្រមាណបើសិនជាយើងធ្វើ network ហ្នឹងវាអស់ថ្លៃបន្តិចមែនប៉ុន្តែ operation network វាដល់ស្រួលយើងបានចំណេញដែរបើយើងអត់ហ៊ានចំណាយលុយ network យើងដើរអត់រួចធ្វើការកើតក៏ប្រយ័ត្នដែរហើយទាក់ទងនឹង security អញ្ចឹង security ការ design network របស់យើងគឺយើងត្រូវមាន security ដោយយើងរៀនមេរៀនទីមុនគឺសូម្បីតែ switch port ក៏យើងត្រូវការ secure ដែរបើសិនជា switch ណាអត់ប្រើ port ណាអត់ប្រើគឺយើងបិទ port នឹងចោលអញ្ចឹង router ដូចគ្នាអញ្ចឹងគឺយើងត្រូវមាន security ដូចគ្នាហើយទាក់ទងជាមួយនឹង availability យើងត្រូវមានrouter យើង design វាសម្រាប់ backup អីចឹងទៅដនមួយគឺមួយទៀតដែល automatic ចឹងកុំឲ្យវាមានបញ្ហាហើយទាក់ទងនឹង scalability គឺយើង design network យ៉ាងម៉េចបើសិនជាពេលយើងចង់ពង្រីក network ថ្ងៃក្រោយគឺកុំឲ្យវាមានបញ្ហាអញ្ចឹងទាក់ទងជាមួយនេះ scalability នេះគឺយើងប្រើឧបករណ៍ទាំង line ណាឧទាហរណ៍ថា switch គឺ switch ជាលក្ខណៈបើក្នុង data center ត្រូវការឧបករណ៍ជា modularity ន័យថាវាអាចបន្ថែម slot បានណាតែធម្មតាយើង design network គឺយើងត្រូវមើលតាមប្រភពរបស់យើងធម្មតាគឺវា scale ប្រើ Cisco គឺយើងអាច scale វាបានអត់បញ្ហាហើយទាក់ទងជាមួយនឹង reliability អញ្ចឹង network យើងកុំសូវដនច្រើនពេកគឺធ្វើម៉េចខ្សែក៏យើងត្រូវកឹបវាល្អអញ្ចឹងណាមើលកន្លែងណារត់ខ្សែកុំឲ្យកន្លែងនឹងណកាត់អញ្ចឹងទៅដោយនៅកាស៊ីណូនៅបវត្តពីច្រើនដាច់ខ្សែមើលកណ្ដោកាត់តិចដាច់ខ្សែតិចដាច់ខ្សែយ៉ាងហ្នឹងក៏យើងត្រូវ concern ដែរ reliability ហើយឧបករណ៍របស់យើងត្រូវមាន UPS មានអីការពារទៅកុំឲ្យវាឆាប់ដនអូខេនេះទាក់ទងជាមួយនឹង routing ស្អីគេ routing អញ្ចឹង router គឺវាមាន routing នៅក្នុង router គឺវាមាន routing ហើយ routing វាប្រើអីគេអញ្ចឹងនៅក្នុង router របស់យើងគឺមាន routing របស់ router យើងមួយទៀត router របស់យើងគឺយើងត្រូវការមានជំនាញមួយគឺ routing ហើយនៅក្នុង routing យើងគឺវាមានដើម្បីបង្កើត routing បានគឺត្រូវការមាន routing នៅក្នុង router នេះគឺវាការស្វីជា routing ដោយមាន routing table សម្រាប់ store រាល់ព័ត៌មាន route ទាំងអស់ route អា network យើងមួយណាហៅ route ឬក៏ជាផ្លូវឧទាហរណ៍ដូចក្នុង router នេះមាន LAN 2 switch នេះមាន LAN 1 នេះ LAN 2អញ្ចឹងដើម្បីឲ្យ LAN 2យើងអាចចូលគ្នាបានគឺយើងត្រូវការ router ដែលវាមានតួនាទីដើម្បីឲ្យ network ខាងនេះអាចប្រព័ន្ធ traffic ទៅ network ខាងទៀតបានអញ្ចឹងអានេះគឺជាតួនាទីរបស់ routing ឧបករណ៍ដែលមាន function ជា routing មាន router switch layer 3ក៏មានដែរ switch layer 3ក៏យើងអាចធ្វើ routing បានដែរអញ្ចឹងឧទាហរណ៍ក្នុង router យើងអញ្ចឹងយើងមាន network ទី1 network ទី2អញ្ចឹងទៅអញ្ចឹង
មូលហេតុអីបាន network ពីរនេះស្គាល់គ្នាបានដោយសារវានៅក្នុង router ហើយនៅក្នុង routing table តែមួយពីនឹង show IP router គឺមាន route 2នេះអញ្ចឹង route 2នេះគឺអាចស្គាល់គ្នាបានហើយដោយសារនៅក្នុង router តែមួយអញ្ចឹងនៅក្នុង router វាមានគ្រឿងអីខ្លះក្នុង router វាស្ទៀងនឹង switch ដែរអត់ខុសគ្នាទេទីមួយគឺវាមាន CPU សម្រាប់រាល់ process ឲ្យទាំងអស់ត្រូវឆ្លងកាត់ CPU អញ្ចឹងទៅត្រូវប្រវត្តិ traffic ចុះឡើងមាន CPU វាដើម្បីធ្វើការប្រវត្តិហើយមាន operating system គឺយើងប្រើ iOS នៅក្នុង switch ក៏មាន iOS ដែរហើយមាន memory storage memory ហើយ storage memory មានដូចជា flash ហើយនិង NVRAM ឬក៏ ROM ហើយដល់ពេល storage វាគឺមាន flash ហើយនិង hard drive hard drive router ខ្លះមាន hard drive ដែរយើងអាចដាក់ hard drive ទៅគឺវា store បានព្រោះប៉ុន្តែកន្លែងខ្លះវាមានយើងមាន USB យើងអាចដក USB ទៅវាស្គាល់បានដូចគ្នាអាហ្នឹងគឺជា hard drive ដែរយើងអាចដាក់ external hard disk ក៏ router ស្គាល់ដែរចានេះជាគ្រឿងរបស់ router ធម្មតាហើយយើងដឹង function របស់ RAM ទេគេ store គេ RAM running configuration មែនទេចុះ ROM store គេ bootstrap មែនទេ bootstrap អញ្ចឹង bootstrap តនឹង RAM ហើយ bootstrap មានទូនាទីអី check មើលថាតើ iOS យើងគឺស្ថិតនៅ location ណាវា test វា test hardware ចូលភ្លើងអស់ហើយវាចាប់ទៅ check មើលថាតើ iOS នៅក្នុងទីតាំងណាហើយវាពី load iOS មកហើយដល់ពេល NVRAM គឺសម្រាប់ store នៅ startup configuration ហើយដល់ពេល flash យើងអាច store startup configuration ក៏បានឬក៏ store iOS ក៏បានដែរពីច្រើនយើងសម្រាប់ store iOS ពេលនេះគឺជាប្រភេទ interface នៅក្នុង router អញ្ចឹងនៅក្នុង router អានេះជាលក្ខណៈ SOHO ជាពួក small ឬ ISR ពួក service integrated router អញ្ចឹងវាមាន interface USB storage អញ្ចឹងពេលយើងចង់ upgrade iOS អីខ្លះយើងចាំបាច់ copy តាម FTP ទេ copy ចូលតែ flash យើងទៅដតចូល copy ចេញជា flash របស់យើងចូលទៅក្នុង flash របស់ router អញ្ចឹងទៅហើយមាន port console សម្រាប់ manage ហើយមាន port អានេះគឺសម្រាប់ WAN ជា serial នេះពីច្រើនគឺលែងមានណាប្រើឲ្យពួកនេះយើងប្រើរាល់ថ្ងៃគឺ Ethernet គឺអ្វីដែលយើងពេញនិយមប្រើជាងគេ serial មានក្នុង lab ទេ serial ប្រើ real world មានណាប្រើ serial ទេព្រោះ serial វា speed បានប្រហែល speed បានតែអស់លឿនហើយ34 មេ34មេឥឡូវយើងប្រើតែ G 100 មេ G bit ហ្នឹងអញ្ចឹងពីច្រើនយើងប្រើ Ethernet ហើយពីមុនគេថា serial នេះគឺសម្រាប់ WAN interface គេថាសម្រាប់ connect ឆ្ងាយណាពី ISP មកនេះចូល serial ឥឡូវ ISP ទាំងអស់ run Ethernet អស់ហ្នឹងអញ្ចឹងចាប់ប្រើ serial នេះទៀតព្រោះសម្រាប់យើងប្រើ fiber optic ក៏ជា Ethernet ដែរ fiber ក៏ជាខ្សែរត់តែអញ្ចឹងយើងមានបំបែកចេញពី fiber មកមាន media converter មានអីទៅចេញ Ethernet ដែរអូខេអញ្ចឹងនេះគឺជាអ្វីដែលយើងត្រូវការ router ឧទាហរណ៍ថាយើងមាន office យើងមួយឯង office មួយហើយមាន central របស់យើងដូច bank គេមាន central office គេមួយទៅហើយមាន brand មានគ្រប់សាខាយើងមាននៅភ្នំពេញមាននៅតាមខេត្តណាអញ្ចឹង brand ទាំងអស់ហ្នឹងគឺត្រូវការ connect មក central office ហើយសម្បីតែ home office ដូចឧទាហរណ៍កន្លែងខ្លះCEO យើងអញ្ចឹងគាត់មានផ្ទះរបស់គាត់អញ្ចឹងទៅគឺយើងត្រូវការ connect network ពីផ្ទះរបស់គាត់គឺមក office ជួនកាលគាត់មកធ្វើការ office ហើយគាត់អាចនៅផ្ទះក៏អាចធ្វើការបានដែរអញ្ចឹងយើងធ្វើម៉េចដើម្បី connect ចូលគ្នាហើយ connect យើងអាច connect តាម internet ឬក៏តាម cloud ហ្នឹងគឺយើង connect ចូលមក internet គឺយើងអាច connect តាមជា ISP យើងទៅ ISP ឥឡូវគេមាន service អីគេខ្លះដើម្បី connect ឲ្យយើងមាន DPLC មាន IPLC មាន layer 3 VPN អញ្ចឹងណាហើយទាំងអស់ហ្នឹងដើម្បី connect interconnect ចូលគ្នាបានទាំងអស់គឺយើងត្រូវការ router បើអត់មាន router គឺមិនអាចឲ្យវាស្គាល់គ្នាបានទេម្យ៉ាងមកទៀតចឹងមកសារក្រមមកតិចចាស់សាប់ជប់ឡើងទៀតហើយនេះគឺជាទូលគេថាជាសារៈប្រយោជន៍នៃ router គឺវាសម្រាប់ interconnect office ទាំងអស់គឺចូលគ្នា interconnect network ចូលគ្នា
ok chân router vì mình tuân chỉ để biết cũng ho thà được trong internet được trong internet em cũng không vui đâu được trong cái như được trong này thì nó bị cái cái như mô VS Việt Nam hay như là hay VS gì đó hay như theo thà rau tới cứ những ai chưa qua theoกูจะตามเลยน่ะใส่เลยยืนกับสปีกเกอร์ยืนกับสปีกเกอร์ไอ้ตัวตามมวยน้ำไอ้ตัวตามได้ไงចឹងរោទៅយើងធ្វើម៉េចវាចេះជ្រើសរើសផ្លូវហើយដើម្បីដឹងថានៅទៅតាមណាល្អគឺយើងមើលរកចេះ routing protocol ទៀតទៅតាម speed pop ហ្នឹងហើយវាចាំយើងរៀនទាក់ទងនឹង routing protocol មាន algorithm វាដើម្បីជ្រើសរើសផ្លូវយើងដឹងថាទូនាទីរបស់វាទី1គឺវាជ្រើសរើសផ្លូវសិន algorithm មួយវាមានខុសគ្នានៅក្នុង routing នេះយើងមាន routing protocol ហើយ routing protocol ស្រាប់តែវាទៅជាក្នុង routing protocol គឺមាន route ហើយសូមថាតើណាគេរក route មកនេះ route បានពីណាចឹង route នេះវាបានមកពីជាបានមកពីតាម static គឺតែយើងគឺ manual ឬក៏ dynamic dynamic មានច្រើនទៀត dynamic នៅតែប្រើប្រាស់ protocol ដើម្បីជ្រើសរើសផ្លូវចឹង dynamic គឺមាន protocol ទៀតចឹង dynamic គឺ protocol ទៀតមានពីរទៀតគឺមានពីរទៀតdynamic protocol មាន intermediateហើយមួយទៀតចឹង intermediate និង intermediate ទៀតហើយ intermediate ហ្នឹងគឺមាន protocol ដើម្បីប្រើ intermediate គឺអត់ចេះហើយ intermediate គឺមានច្រើនទៀត intermediate គឺមានចឹងនេះគឺជា protocol ចឹងដល់ពេលយើងមើលទៅគឺអាពេលជ្រើសរើសផ្លូវនេះអាមួយហ្នឹងវាមាន algorithm ផ្សេងៗទៀតដើម្បីជ្រើសរើសផ្លូវជួនកាលអាមួយនេះជ្រើសរើសតាមផ្លូវតាមខុសតាមយ៉ាងទៀតប៉ុន្តែមានផ្លូវមួយទៀតដែរវាជ្រើសរើសតាមខុសនេះខុសអីចឹងទៅចង់ជ្រើសរើសផ្លូវមិនគេថាយើងប្រើ OSPF
ដល់ពេលពីក្រុមហ៊ុនមួយទៅក្រុមហ៊ុនមួយពី ISP មួយទៅ ISP មួយពីប្រើ Interia ពី BGP ដើម្បីស៊ីរ៉ាវគ្នាឧទាហរណ៍ដូចខ្ញុំអញ្ចឹងខ្ញុំមាននៅទៅវៀតណាមនៅទៅថៃនៅទៅក្រុមហ៊ុនផ្សេងៗអញ្ចឹងគឺខ្ញុំប្រើប្រាស់ BGP ដើម្បីស៊ីរ៉ាវពីរវាងខ្ញុំហើយនឹងគេហើយដល់ពេលឧទាហរណ៍ខ្ញុំអញ្ចឹងខ្ញុំ network របស់ខ្ញុំមាននៅពេញផងនៅគ្រប់ខេត្តទាំងអស់ហើយនៅហុងកុងនៅសិង្ហបុរីអញ្ចឹងខ្ញុំប្រើប្រាស់ protocol បែបនេះទៅគ្នាគឺពួកនេះ Interia ខ្ញុំប្រើប្រាស់នេះខ្ញុំអាចប្រើប្រាស់ OSPF ខ្ញុំប្រើនេះប្រើនេះគឺprotocol របស់វាគាត់មានអានេះយកទៅមួយគាត់តែវាជា simple ដែលសើមកបានប៉ុន្តែអត់អាចបានប្រាប់ទៅតែក្នុង5រាប់ទៅអត់អានេះគឺជា protocol ដែលបង្កើតឡើងដោយ Cisco ជាបង្កើតឡើងជាตัว protocol Cisco ដែលប្រើប្រាស់ protocol បានហើយអាចជួយទីតាំងទៅprotocol នេះគឺជា protocol ដែលបង្កើតឡើងប្រហែលមាននេះដែរប៉ុន្តែ protocol នេះគឺជា standard ជា protocol ស្អីក៏ប្រើប្រាស់បានដែរ Cisco ក៏បានជួយក៏បាន Huawei ក៏បាន Cisco ដែរហើយទៀត IIS នេះគឺជា standard ដែរក៏ប៉ុន្តែវាជាលក្ខណៈ advanced ជាង OSPF សម្រាប់ផ្នែកពីនិយាយទៅពី data center មួយ data center មួយហ្នឹងណាតែពេលយើងអាចប្រើ EIG បានក៏ប៉ុន្តែ99%មានណាប្រើ EIG យើងរៀន Cisco បង្រៀនយើងអូល្អ protocol ល្អចេះតែពេលយើងចេញទៅយើងមិនអាចជ្រើសយក protocol បានព្រោះក្រុមហ៊ុនទោះក្រុមហ៊ុន Cisco មកមិនប្រើប្រាស់ protocol ហ្នឹងមែនយើងកើតយើងប្រើជាមួយនឹង firewall យើងមិនស្គាល់ថាយើងទិញ Cisco ដែរណាអាចទិញ Fortinet ទិញអីចឹងទៅហើយវាមិនស្គាល់ចានេះជាអ្វីដែលយើងត្រូវគិតខ្លួនឯងប៉ុន្តែ OSPF ដូចគ្នាជាមួយនឹងនិយាយទៅ Interia យើងពាក្យយកពាក្យ Interia បាទស្គាល់ Interia មានខាងក្នុងក្រុមហ៊ុន Interia គឺរវាង external និយាយទៅ Interia គឺ external រវាងយើងជាមួយនឹង partner របស់យើងចឹងទៅយើងប្រើ Interia អត់បីអានឹងយូរហើយគេរកឃើញប្រហែលគ្នាលើហ្នឹងគឺថា protocol ហ្នឹងគឺជា protocol ស្តង់ដារហើយយើងប្រើសម្រាប់គ្រប់គ្រងទាក់ទងពីក្រុមហ៊ុនមួយទៅក្រុមហ៊ុនមួយដោយថាយើងស្រុកខ្មែរយើងចង់ចែកទៅក្រៅទៅអ៊ីនធឺណិតក្រៅយើងធ្វើម៉េចចែកបាន router យើងធ្វើម៉េចឲ្យស្គាល់ផ្លូវទៅអ៊ីនធឺណិតអញ្ចឹងសួរថារាវបានមកពីណាយើងមើលតាមរាវវាបានមកពីណាតាប់ឈើវាបានមកពីដៃវិញគឺ protocol ណា routing protocol វិញអញ្ចឹង protocol មានដៃវិញអញ្ចឹងដៃវិញគឺស្អីគេមាន Interia អញ្ចឹងយើងប្រើប្រាស់មួយណាតែ static គឺមិនទៅមានណាប្រើបានវាស្គាល់តែគ្នាវា RIP ស្គាល់តែ RIP OSS ស្គាល់ OSS តែយើងអាចធ្វើម៉េចឲ្យស្គាល់គ្នាបានហ្នឹងហើយ OSPF គឺត្រូវប្រើជាមួយ OSS ដូចគ្នា EIGRP ជាមួយ EIGRP គ្នាតែយើងអាចស៊ីរ៉ាវបានថារ៉ាវខ្ញុំលឿនបានពី OSS ខ្ញុំអាចបោះទៅឲ្យ RIP ក៏បានខ្ញុំអាចបោះទៅឲ្យ BGP ក៏បានដែរចាំតែទៀតចាំយើងរៀនទៅយើងយល់ឲ្យទាន់ហ្នឹងអត់ទេ IP6 មុនហ្នឹងហើយហ្នឹងហើយ IP6 នេះឥឡូវខ្ញុំចង់ប្រើកន្លែងនេះប្រើ OSS អស់នេះទៅតែបើខ្ញុំប្រើ OSS អស់ចាំបើស្គាល់គ្នា IP6 គឺដូចជាកើត nol មួយដាក់ឲ្យ OSS ដាក់វិញរត់ក្នុងហ្នឹងចាំបើ OSS រត់បានយើងត្រូវការ nol ណាវាអាចស្គាល់គ្នាទៅបានអាចធ្វើ
បានអូខេចឹងអានេះredundancy បាទផ្លូវយើងជ្រើសរើសទៅវៀតណាមចឹងដាច់វៀតណាមទៅរត់មកថៃអូតូតិចដល់នេះយើងមើលពីដល់ទៅ2លើអានេះគឺនៅក្នុង data center គេធ្វើ network ជាលក្ខណៈចឹងឃើញនេះ router 1 router 2ចឹង router នេះដល់ពីពោះតាមនេះប៉ុន្តែ traffic នេះគឺយើងមកនេះទៅ vector នេះ vector តែវាថាប់ណាកុំឲ្យវាលុបមកឈូសខាងពេល switch យើង switch connect 2 connect 2ចឹងថានេះដល់ទៅតាមនេះហ្នឹងគឺទាក់ទងនឹងការ design ពី data នេះត្រូវគិតកន្លែងនេះដែរតែរបស់ខ្ញុំមាន2 backup primary backup primary អញ្ចឹងបើសិនជា primary ហើយយើងមិនได้ដាក់នៅទីតាំងជាមួយគ្នាណាតែ backup និង primary ដាក់នៅក្នុងកន្លែងតែមួយចប់ហើយឧទាហរណ៍ថា backup primary យើងដាក់នៅក្នុង headquarter របស់យើង data center headquarter primary គឺយើងដាក់នៅ secondary data center របស់យើងអញ្ចឹងថា data center យើងដូនហ្មងមានតែ primary នៅ customer អត់មានពេញទេទៅតាម secondary យើងទៅអានេះតងជាមួយនឹង redundancy អូខេអញ្ចឹងនៅក្នុង router គឺវាប្រើប្រាស់ static route ឬក៏ dynamic routing protocol ដើម្បីដឹងថាតើ remote network គឺវាយ៉ាងម៉េចទៅតាមផ្លូវណាអញ្ចឹងដូចខ្ញុំพูดអញ្ចឹង router គឺវាដើម្បីបានតាមវាត្រូវការប្រើប្រាស់ protocol ពីរនេះ dynamic ឬក៏ static បើ static એટલેស្អី route នៅក្នុង router គឺយើងជា add ដោយ manually ក៏ប៉ុន្តែបើសិនជាយើងប្រើ dynamic គឺយើងប្រើប្រាស់ពឹងគ្នានេះបងៗនេះគាត់និយាយមើលដល់យើងចាប់បែប add ខ្លួនឯងឯងគឺ OSPF ERGP BGP នេះលើនៅយើងអូតូតិចបន្តហើយទៅមកទៀតឧទាហរណ៍ថាពេលយើងលើថាខ្ញុំប្រើ OSPF យើងលើតាមដើម្បីមកពីផ្នែករបស់ផងគឺវាតាមបែបផ្លូវតាមផ្លូវនេះផង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 គេគួរផ្លូវទៅអញ្ចឹងសួរថាតើ router យើងជ្រើសរើសផ្លូវមួយណាអញ្ចឹងបើសិន OSPF ជួយដាក់ផ្លូវណាដល់អត់ទេគឺយកតាមផ្លូវមួយនេះតែផ្នែកមួយគឺយកទៀតអានេះទៅមានការ select best path ហ្នឹងករណីបើសិនជាឧបករណ៍យើងនៅអានេះមិនមែនថាយើងប្រើបើសិនជាយើងក្រុមហ៊ុនតែតាមរបស់យើងអត់ឡើយណាអត់មានខុសគេអញ្ចឹងគឺយើងអាចប្រើ OSPF មកបានករណីថាក្នុងក្រុមហ៊ុនយើងឥន្ទ្រាសិនមកពីការរៀនដល់តែរៀនហ្នឹងករណីថាឧបករណ៍នោះគឺជារបស់យើងជារបស់យើងនិយាយថារបស់យើងឥន្ទ្រាថាយើងនៅវៀតណាមតែយើងមាន top ជាមួយនៅវៀតណាមនៅហុងកុងយើងមាន top របស់យើងមួយយើងអញ្ចឹងយើងមានឆ្លងកាត់មកគេណាខ្សែ fiber យើង direct ចូលហ្នឹងអូខេអញ្ចឹង router គឺមានតួទីមួយទៀតគឺ select the best path អញ្ចឹងវាជួយរើសថាផ្លូវមួយណាដែលល្អជាងគេសម្រាប់ send traffic មួយទៀត router encapsulation packet and forward អញ្ចឹងមានន័យថាម៉េចពេលដែល traffic មក router ត្រូវ check មើលបកមើល packet នោះដឹងថាអូគួរតែ forward ទៅមួយណាព្រោះ packet របស់យើងមុនបងជា frame ណាជា frame វាត្រូវបក frame ចេញដើម្បីបាន packet បកហើយបានឃើញមើល packet ឃើញថា IP destination ប៉ុន្មានវាចាប់ដើម encapsulation វិញ send ទៅវិញចឹងទៅហើយដើម្បី forward បានគឺវាត្រូវមើលទាក់ទងជាមួយនឹង routing table អញ្ចឹង routing table គឺវាមាន route នេះ route មួយរបស់យើង route ហ្នឹងគឺវាបាន learn ចេញមកពីdynamic ឬក៏ static ដែលយើងនិយាយខាងលើមិញហ្នឹងអូខេនេះគឺជាអ្វីដែលមាននៅក្នុង routing table អញ្ចឹងឧទាហរណ៍ណាយើង router លេខ1
router លេខ1គឺយើងចង់ផ្ញើ traffic ទៅ LAN មួយនេះ LAN លេខ3អញ្ចឹងសួរថានៅក្នុង router លេខ1ដើម្បីអាច forward traffic មកLAN 3.0 នេះវាត្រូវរុញទៅតាមផ្លូវណាយើងមើលនៅក្នុង routing table វាមាន route ទៅ3អត់មានហើយវា send តាម interface ណាគឺ serial 0 ឬ 0 អញ្ចឹងមានន័យថាបើសិនជា router លេខ1នេះចង់ send ទៅ network 3នេះគឺវា send ទៅ3 direct ទេគឺវា send តែតាម interface វានេះ serial 0 ឬ 0 នេះគឺនឹងមកដល់ router លេខ2ហើយ router លេខ2គឺវាមានមាន network នឹងដែរគឺមាន route នឹងដែរដោយសារ route ហ្នឹងគឺជាលក្ខណៈ connected នៅក្នុង route យើងមើលនេះក្នុងនេះយើងឃើញមានពាក្យ C ហើយនិង S ខុសគ្នាមិនអាហ្នឹង S គឺ static ដល់ពេល C គឺ connected direct connected យើងមើលខាងលើនេះគេថា C គឺ direct connected មានន័យថា IP នេះគឺត្រូវយើងបានអាសាទៅលើ interface ណាមួយរបស់ router យើងអញ្ចឹងដាក់ចេញ C ហើយដល់ពេល S គឺយើងបាន add manually ជា route គេហើយដល់ពេលសិនជា B វាដាក់ថា BGP អញ្ចឹងទៅណា B នេះ BGP OSPF គឺវាចេញអក្សរ O អក្សរ D គឺគេ route នឹងលើចេញពី EIGRP interface តែមួយក៏បានដែរយើងដាក់ IP ទៅលើ interface មួយណានៃ router វាចេញអក្សរ C ហើយ direct connected ឲ្យតែ IP ដែលយើងអាសាទៅលើ interface router គឺវានឹងចេញអក្សរ C ឲ្យយើងហើយឲ្យ interface នឹង up យើងចង់ដាក់ IP ប្រមាណ interface ក៏វាចេញអក្សរ C ដែរអូខេអានេះយើងកន្លែងនេះគឺបាក់តិច master ក្នុងការ forward traffic នៅក្នុង router នៅក្នុង switch យើងរៀនថ្ងៃមុន switch មានប៉ុន្មានវិធីដើម្បី forward traffic មានប៉ុន្មានពីរមាន store and forward ហើយជាមួយនឹង cut through មែនទេដល់ពេលក្នុង router វាអត់មានអញ្ចឹងទេវាមាន3ដែរតាមពិត switch មាន3វាមានមួយទៀតគេហៅថា fragment free អញ្ចឹងនៅក្នុង router វាមាន3ឥឡូវមាន3តែដល់ពេលថ្មីនេះវាចេញមកមួយទៀតហើយអញ្ចឹងទី1គឺ switching process អញ្ចឹង switch យើងត្រូវចាំចេះនៅក្នុង switch ការប្រព័ន្ធ traffic របស់វាគឺវាធ្វើដោយ hardware ជាអ្នកធ្វើណាគេប្រើ code គេប្រើទាក់ទងជាមួយនឹង ASIC code ASCII ASIC ប្រវត្តិប្រើ hardware ដើម្បីប្រវត្តិ traffic ចំណងក៏ប៉ុន្តែ router អត់ទេ router គឺប្រើប្រាស់ software ដើម្បីប្រវត្តិអញ្ចឹង software ហ្នឹងគឺត្រូវការប្រើប្រាស់ទាក់ទងជាមួយនឹងនៅក្នុង router វាមាន2ដូចចេះជា2មកវាមាន control plan និង data plan វាមាន data plan ហើយនិង control plan អញ្ចឹងមាន2 data plan គឺសម្រាប់ទាក់ទងជាមួយនឹងការប្រវត្តិ traffic ហើយអាពីរហ្នឹងដល់ពេលទាក់ទងនឹង control plan គឺទាក់ទងនឹង process OSPF EIGRP BGP គឺធ្វើនៅក្នុង control plan ឧទាហរណ៍ថាយើងបើសិនជាពីមុនគឺគេប្រើ process switching ហ្នឹងគឺភាគច្រើនគឺរាល់ traffic ទាំងអស់គឺពឹងពាក់ទៅលើ CPU ដើម្បីគិតដើម្បី forward មកដល់គឺត្រូវការ check មើល route check មើលឃើញហើយអាពេល check ហ្នឹងគឺវាទាមទារ process ចេញពី CPU ដើម្បី check មើល recovery នៅក្នុង routing table របស់យើងណាដល់ពេលទៅមកទៀតគេប្រើគេហៅថា fast switching ឧទាហរណ៍ថាrouter មួយគឺយើងមាន network 2 network នេះមកប្រកាស2មានរបស់8ចុច1.0 តាមនេះនេះ network ប្រកាស2មាន168ចុច2.0 ហើយមាន network មួយទៀតបើថា network នេះគឺ192ចុច168ចុច3.0តាមនេះអូខេចឹង3នេះហើយឧទាហរណ៍ថានៅក្នុង router របស់យើងបើសិនជាចេះនៅក្នុង routing table គឺមើលមិន routing table
routing the ball រងថ្ងៃអ៊ីនធឺណិតវាប្រមាណ10000ហើយខ្ញុំសាកចូលដល់មើលមូលហេតុនៃវាត្រូវការហ្នឹងពីព្រោះមានវាធំវាច្រើនយើងដឹងរងថ្ងៃអ៊ីនធឺណិតរាវរបស់យើងមានប៉ុន្មានទេរាវក្នុងអ៊ីនធឺណិតទាំងអស់មានដូចជាជិត55,000អញ្ចឹងស្ទូថាអា NP មួយនឹងច្រើនអត់អញ្ចឹង router វាត្រូវការ process ច្រើនមែនអញ្ចឹងបើសិនជាយើងឲ្យវាមើលអា look up អា routing table មួយគឺវាចំណាយពេលយូរអញ្ចឹងបានគេបង្កើតជាហៅថា fast switching ហ្នឹងវា store នៅក្នុង cache ដើម្បីរលឿនចាឥឡូវខ្ញុំឲ្យមើល route នៅក្នុងអ៊ីនធឺណិតហ្មងទៅមានប៉ុន្មានឥឡូវអត់ទេបាច់ទេអានេះយើងគ្រាន់ឲ្យយល់ពីប្រសេសវាសិនទេតែតិចខ្ញុំយល់អា fast switch អា algorithm ខាងក្រោយមួយទៀតនេះគេហៅ server ជាធម្មតា router ស៊េរីក្រោយមកមានអីទាំងអស់នេះមានអីទាំងអស់អូខេឥឡូវខ្ញុំចូលទៅ router ខ្ញុំមួយឥឡូវខ្ញុំចូល router នៅខ្មែរចឹងគិតជាងឥឡូវយើងមើលនេះ router របស់យើងឥឡូវមាន route ប្រហែលនេះ route នេះគឺចំនួន route រាយ10 100 1000 10000 សែនអញ្ចឹងវា520000មែនទេអញ្ចឹង520000 route ឥឡូវយើងគិតមើលពេលដែលយើងស្ទូ IP route នេះយើងគួរ enter មួយថ្ងៃទេអញ្ចឹងសួរថាពេលដែលវា process វាត្រូវការជ្រើសរើសមើលអាមួយដែលយើងនិយាយមិញថាឧទាហរណ៍ចង់ network ពីលេខ3ទៅលេខ1អញ្ចឹងវាមិនមែនឃើញភ្លាមណាវាមិនត្រូវ check មើល routing table ហ្នឹងហើយសួរថា50000 route ឥឡូវ check មើលទៅ router មិន process អញ្ចឹងវាត្រូវតែឃើញយូរណាអញ្ចឹងដល់ពេលគេបង្កើតជាលក្ខណៈអ្វីដែលយើងនិយាយមិញថា check មើលនៅក្នុង check មើល process មួយហ្នឹងគឺជា process ជានេះ process switching ធម្មតាយើង check វាមើលមួយអញ្ចឹងប៉ុន្តែដល់ពេលមិនទេដល់ពេល fast switching ពេល fast switching គឺយើងមិន fast switching គឺយើង check ឃើញមួយហើយវានឹង add ចូលក្នុង cache memory របស់វាដើម្បីរលឿនថ្ងៃក្រោយក៏ប៉ុន្តែឥឡូវគឺគេមានវិធីសាស្ត្រមួយទៀតគេហៅថា Cisco Express Forwarding ហៅ serve អញ្ចឹង serve memory មាន2ទី1គឺមាន routing table នេះធម្មតា routing table ហើយទៅទៀតគឺវា add ព័ត៌មានរបស់ routing table គឺចូលក្នុង serve table ជាមាន serve table មួយទៀតតាម store ព័ត៌មានមួយទៀតដែល serve table នេះជាលក្ខណៈ memory ពិសេស memory លឿនមែនទេ process លឿនណាស់អញ្ចឹង route របស់យើងធម្មតានៅក្នុង router របស់យើងរាល់ថ្ងៃហ្នឹងគឺមាន2យើងមាន so IP route ហ្នឹងគឺវាជាព័ត៌មានរបស់ route នៅក្នុង routing table
cònតែគឺយើងអាច show server ទៀត show IP serve គេគឺមាន route មួយទៀតនៅក្នុង server នេះអញ្ចឹងវាមាន2នៅក្នុង routing table គឺវា store បើសិនជាមាន3ផ្លូវគឺវា store ទាំង3ក៏ប៉ុន្តែ server គឺយកតែ best path មួយឯង server គឺវា switch លឿនជាងswitch លឿនជាងនេះជាង routing table យើងមើលខុសគ្នាហ្មង routing table មានតារាវខ្ញុំទៅធាអាពីនេះសិនទៀតនៅក្នុង routing table គឺយើងមានតារាវមួយហើយចេញទៅតាមឧទាហរណ៍ nick hop ឬក៏ interface ណាមួយក៏ប៉ុន្តែ server គឺមានទាំងពីរមានរាវហើយមាន nick hop ផងហើយមានចេញទៅតាម interface ណាទៀតអញ្ចឹងវាលឿនជាងប៉ុន្តែ router របស់យើងគឺ router ខ្លះគឺ serve memory វាអត់មានទេតែ router series ថ្មីគឺមានទាំងអស់អញ្ចឹងនេះគឺជាអ្វីដែល Cisco ប្រើប្រាស់ដើម្បីបប traffic គឺមាន3ហ្នឹងទី1គឺ process switching គឺយើងមើល log up មើល routing table មួយធម្មតាទី2គឺ fast switching វា log up ឃើញមួយហើយវា add ចូលក្នុង cache memory របស់វាដល់ពេលមួយទៀតគឺប្រើប្រាស់ serve គឺមាន table មួយទៀតផ្សេងទៀតសម្រាប់ store routing table ហ្នឹងដើម្បី switch នឹងលឿនមែនទែនបំផុតហ្នឹងហើយតែ serve នេះគឺយើងត្រូវ enable វាយើងបែរ command IP serve អានវាដែរ packet tracer ដែលអត់មានទេ packet tracer អត់បានសាមួយដែរហើយជាមានដឹងជាមួយបើគេបរៀនយើងគួរតែមានជាតិតាម router ឯង switch ក៏មានដែរ switch ឲ្យតែ switch layer 3បើ switch ធម្មតាអត់មានទេយើងប្រើប្រាស់តាម BGP ទៅនេះឃើញ route លឿនតាម BGP ឯង 50,000 route ហ្នឹងមានន័យថា route នៅក្នុងពិភពលោកគឺមានប៉ុណ្ណឹង 50,000 ហ្នឹងអញ្ចឹងវាមាននៅប្រទេសផ្សេងៗអញ្ចឹងទៅដូចក្បាលមួយអញ្ចឹងគឺនៅឯណាអញ្ចឹងទៅនៅអាមេរិកនៅអីអញ្ចឹងទៅអញ្ចឹងយើងមិនជាតគ្នាមែនទេ IP របស់យើងប្រហែលអញ្ចឹងទៅរបស់គេប្រហែលអញ្ចឹងទៅតែរបស់ខ្ញុំប្រហែលបាត់ហើយនេះឥឡូវខ្ញុំមើលរបស់ខ្ញុំខ្លួនឯង Pro IP route OSPF Samurai អានេះគឺជា route របស់ខ្ញុំ internal របស់ខ្ញុំអញ្ចឹងគឺវាមានច្រើនដែរប៉ុន្តែខ្ញុំ add ថាទៅក្រៅគឺតែ3 route ទេខ្ញុំ add ថាតែ3តែខ្ញុំមាន4 route តែ4ទេដូចជា now 0 include static include now 0ខ្ញុំមើលឃើញអត់អានេះនៅក្នុង router នេះខ្ញុំ add ថា2 rank ប៉ុណ្ណេះអញ្ចឹង router ផ្សេងទៀតគឺវាមានប្រហែលវាមាន rank ច្រើនទៀតអញ្ចឹងតែភាគច្រើនខ្ញុំ add ថាទៅក្រៅខ្ញុំ add /20 ចេញទៅ/24អញ្ចឹងប្រហែលជាប្រហែល100 round ទេតែជា100 round ទេចេញក្នុងរបស់ខ្ញុំអញ្ចឹងយើង100ហើយអញ្ចឹង EasyCom ប្រហែលទៀតគេ100ទៀតទៅ online ប្រហែលទៀតអញ្ចឹងនេះ100នេះ200នេះ100 200គិតមើលទៅលើកទូទាំងពិភពលោកវាមិនច្រើនទេហើយយើងប្រើប្រាស់ protocol BGP ដើម្បីទាក់ទងគ្នាហើយ round បើយើងចង់ដឹងថាតើ round ហ្នឹងជារបស់ក្រុមហ៊ុនយើងក៏របស់បនណាគេយើងអាចមើលឃើញយើងចង់មើលថា IP របស់យើងប៉ុន្មានឥឡូវយើងឧទាហរណ៍ថាខ្ញុំទៅ Google ខ្ញុំទៅតាមផ្លូវណា Desktop google.com ចាំមើលចេញតាមផ្លូវណានេះអញ្ចឹងវាចេញទៅហើយនេះចេញតាមនេះឥឡូវយើងចង់មើលថានេះ IP នេះជា IP ប៉ុណ្ណាគេយើងអាចមើលឃើញហ៎ដឹងហ៎តាម Google ហ៎ Google ក៏បានដែរខ្ញុំប្រើ Google នេះខ្ញុំប្រើប្រាស់នេះឥឡូវខ្ញុំចូលតាម Google មកលេខក្រោយយើងចង់រកអញ្ចឹង route វាច្រើនគឺវា add ចេញពី Apenic
Evenix គឺជាភ្នាក់ងារមួយជាអ្នកគ្រប់គ្រង IP address អញ្ចឹង IP address ទាំងអស់គឺគ្រប់គ្រងដោយ Evenix address lookup អញ្ចឹងនេះខ្ញុំចូល Evenix database មកហើយខ្ញុំមើលថា route ហ្នឹងបោះណាគេឥឡូវខ្ញុំផាស route ហ្នឹងចូល IP ហ្នឹងបោះណាគេអញ្ចឹងវាប្រាប់ហើយ IP ហ្នឹងបោះណាគេនេះបោះ LTP Dynamic CP.net ក្រុមហ៊ុនហ្នឹងគឺ LTP Company នេះនៅជាន់ទី2 LTP Building នៅ Hanoi Han អីគេ Han Hong Road ហើយនៅ Hanoi អញ្ចឹងគឺចេញទៅតាមវៀតណាមអញ្ចឹងគឺយើងអាចមើលព័ត៌មានបានទាំងអស់ក្រុមហ៊ុនណាប្រើប្រាស់ IP ប៉ុន្មានគឺយើងអាចមើលឃើញតាមហ្នឹងហើយព័ត៌មាននេះគឺអត់ encrypt ទេព្រោះព័ត៌មាននេះជា public អញ្ចឹងណាក៏ត្រូវស្គាល់ដែរអញ្ចឹងឧទាហរណ៍ថាយើងលក់ IP ទៅឲ្យ customer customer ទិញហើយ customer នេះ hack គេហើយប្រើប្រាស់ IP នឹងដើម្បី hack អញ្ចឹងគេត្រេកដឹងមុនមកគេបញ្ចូលយើងសិន IP នេះគឺត្រូវបាន attack គេតែនេះឯង IP នឹងឲ្យណាគេប្រើហើយយើង IP នឹងយើងឲ្យ customer យើងអញ្ចឹងយើងប្រាប់ customer ទៅ IP នេះឯងត្រូវបានគេ attack អញ្ចឹងទៅ hacker គេមានវិធីសាស្ត្ររបស់គេបើសិនគេមិនមែនពេលទៅគេយក IP យើងទៅទេណាគេត្រូវការទៅពឹងម៉ាស៊ីនណាមួយសិនមិនចេញពីម៉ាស៊ីនណាហ្នឹងទៅទៀតបើយើងចេញពី IP ខ្លួនយើងចប់បាត់ហ្នឹងហើយធ្វើជាមួយនឹងបងដុសធ្វើនឹងដែរអូខេតើឥឡូវតទៀតចូលហើយគេពីរនាក់ហ្នឹងបានចូលនៅក្នុងក្រសួងមហាផ្ទៃឬក្រសួងការពារជាតិក្រសួងមហាផ្ទៃក្រសួងមហាផ្ទៃមានអីឲ្យតាមចាប់ពួកចរខ្លួនឯងភាគច្រើនអ្នករៀនខាង hacker ត្រូវចេះទាំងពីរចេះទាំង network ចេះ program បើយើងចេះតែ program ហើយអត់ចេះ network គឺការពារខ្លួនឯងអត់ជាប់ទេយើងត្រូវចេះ network ទៀត analyze traffic របស់យើងធ្វើម៉េចកុំឲ្យជន់តាមខ្លួនឯងតែពួកចិនណាពួកចិនគឺចិនហើយចិនដឹងថាវាមានប្រមាណទៀតសម្រាប់ការពារ network រដ្ឋាភិបាលវាគឺគ្រាន់តែអ្នកការពារ network ហ្នឹងគឺចូលប្រមាណដូច 20000 នាក់ IT គេហើយយើងមានណា IT network រដ្ឋាភិបាលយើងមានយកពីគេនៅឡើយហ្នឹងហើយចិនវាពេល research អីចឹងគឺគេមានលុយឲ្យសិស្សតាមសាលាមួយយើងរដ្ឋាភិបាលឲ្យលុយទៅយើងមានណាបងតែលុយរៀនខ្លួនឯងហើយចង់ research អីពីច្រើនគឺអត់សូវណាទេពួកយើងរៀនបញ្ញារៀន master ពីច្រើនឬក៏ PhD ពីច្រើនគឺចង់បានសញ្ញាបត្រទេពីច្រើនគេគឺគេ research ហ្មងទៅស្រុកគេ research specific ហ្មងដឹងតែ research អីប៉ុន្តែ research យើងគឺ research យ៉ាងម៉េច research បានសញ្ញាបត្រហ្នឹងភាគច្រើន research បើសិនជា PhD ហ្មងគឺគេ research រកអ្វីដែលថ្មីតែបើសិនជា master គឺមិនបាច់រកអ្វីថ្មីទេហើយបើបញ្ញាបត្រគឺត្រូវធ្វើទៀតធ្វើម៉េច demo របស់គេមានស្រាប់ហ្នឹងគឺឲ្យតែធ្វើតាមគេដើរទៅបានគឺតងបញ្ញាបត្រ IT យើងទៅចង់កាត់បញ្ញាបត្រយើងដឹងហ្នឹងពេលខ្លះដូច master អីបើថា IT ហ្មង master យើងត្រូវការក្រុមហ៊ុនខ្លះត្រូវការតែក្រុមខ្លះអត់ត្រូវការហ្មងបើយើងបានបញ្ញាបត្រ professional ក៏ល្អដែរនោះថា technical ហ្មងតែយើងចូល management គឺយើងត្រូវមាន master ហើយដើម្បីអែបចឹងទៅស្រួលមែនទេអូខេឥឡូវយើងចូល component របស់យើងនៅក្នុង router គឺគេមានមួយទៀតគេហៅថា default gateway default gateway ហ្នឹងគឺជាច្រកចេញរបស់ router យើងអញ្ចឹងឧទាហរណ៍ថាយើងមាននេះចេះយើង router របស់យើងម្នាក់ហើយ customer គេកុំព្យូទ័រយើងមួយមែនទេ
យើងតែងតែដាក់ default gateway អញ្ចឹង default gateway មានទូរទីស្ដាប់ទៅគេអញ្ចឹងត្រូវថា route ណាដែលយើងអត់ស្គាល់គឺយើងរួចទៅតាម default gateway ហើយនៅក្នុងកុំព្យូទ័រយើងមាន route អត់ឥឡូវចង់មើល route ក្នុងកុំព្យូទ័រយើងធ្វើម៉េចណា net step នៅ on net step នៅ on ដូចមើលសម្រាប់ connection ទេឥឡូវខ្ញុំសាកមើលខ្ញុំមាន route អត់កុំព្យូទ័រខ្ញុំកុំព្យូទ័រយើងជា layer 3ដែរមែនទេអញ្ចឹងវាគួរត្រូវតែមាន route ដែរអញ្ចឹងខ្ញុំ print route unauthorized អញ្ចឹងខ្ញុំចូល admin ដាក់ admin មកអូខេអញ្ចឹងខ្ញុំ print route ចុះ unauthorized ទៀត net state មើលតានេះមើលដែរនៅ on មើលបានដូចគ្នាដែរមើលហ្នឹងក៏បានដែរចឹងអញ្ចឹងរបស់យើងនេះ route របស់ខ្ញុំនេះខ្ញុំទៅចង់ទៅ network នេះគឺខ្ញុំចាំចេញតាមនេះអញ្ចឹងដូចឥឡូវខ្ញុំមាន VPN ឃើញមិនខ្ញុំ access ទៅ router របស់ខ្ញុំហ៎អញ្ចឹងជាធម្មតាបើសិនជាយើងអត់ស្គាល់អីគឺរួចតាម default route ជា default route នេះ00នេះ00បោះមកនេះដែរអញ្ចឹងឥឡូវរបស់ខ្ញុំចេញទៅតាមចង់ចេញទាំងអស់គឺចេញតាម IP នេះទាំងអស់ gateway នេះទាំងអស់អញ្ចឹង route ប៉ុណ្ណេះ24 8 30នេះគឺចេញតាមនឹងដែរហើយមាន IP6 ក៏មានដែរអានេះ IP4 អូនេះ IP4 routing table នេះប្រាប់យើងតានេះគឺជា routing table នៅក្នុងកុំព្យូទ័ររបស់យើងវាមាន route ដូច router អញ្ចឹងហើយ default gateway គឺជាច្រកចេញសម្រាប់កុំព្យូទ័ររបស់យើងពេលដែលយើងអត់ស្គាល់ network ទៅខាងក្រៅគឺយើងរួចតែចេញចាំ default gateway ហ៎ print route ដឹងអីកុំព្យូទ័រខ្ញុំបាត់ចេញថ្ងៃមុននេះបាត់ចេញដែរនៅក្នុង Microsoft គេយើងប្រើ print route នេះ unable initial device print route print មក route print សំទោស route print ហ្នឹងអញ្ចឹងយើងប្រើ route print មកគឺយើងអាចឃើញទាំងអស់នៃ routing table របស់យើងឬក៏យើងអាចប្រើ net state មកនៅ on អញ្ចឹងនេះ net state មកនៅ on ធម្មតា command net state យើងប្រើសម្រាប់ធ្វើអីគេ command net state មើល connection នេះនៅក្នុងបើសិនជាគិត layer នៅក្នុង layer ទីប៉ុន្មាន OSI model នៅក្នុង layer ទីប៉ុន្មានពេលយើងប្រើ command net state layer ទីប៉ុន្មាន layer 3 network នឹង IP ឥឡូវខ្ញុំវាយ net state មើលឃើញទេនេះឃើញ net state ទេអញ្ចឹងបើសិនយើងមើលឃើញទេនៅក្នុង layer ទីប៉ុន្មាន layer ទី5 section អញ្ចឹង section នេះគឺជាព័ត៌មាន section ហ្នឹងគេទេយើងកុំព្យូទ័រយើងមួយនេះគឺកំពុង connect ទៅIP របស់យើង IP ប៉ុណ្ណេះអានេះជា IP របស់យើងហើយយើងកំពុង connect ទៅនេះហើយ section មាន section អីគេ establish close wait នឹងគឺជា session layer ហើយ session layer នៅកន្លែងហ្នឹងយើងប្រើ command net state ហ្នឹងគឺដើម្បីមើលទាក់ទងនឹង session layer អាហ្នឹងវាជានៅក្នុង layer ទី4ប៉ុន្តែរបស់យើងនេះគឺចង់មើល session ន័យថាយើងកំពុងតែមាន session ភ្ជាប់ទៅណាគេខ្លះ OSI មុនដល់បើយើងអានOC គេធ្វើក្រៅគេអត់សូវឲ្យយើងអានត្រូវទេគេយើងឲ្យអានយើងOSI មុនដល់អត់ត្រូវបើយើងក៏ខ្ញុំរៀនអាន OC ដែរតែ
តែដល់ពេលយើងទៅប្រជុំទៅអីទៅមួយនឹងទៅនឹង internet authority គេឲ្យអាន OSI មួយដងចឹងនេះជា section ហ្នឹងអូខេឥឡូវយើងតទៅមើល default gateway យើងតិចចឹង default gateway មានន័យថាគឺជាចោលដែលយើងចេញទៅបើយើងអត់ស្គាល់ destination network បោះទៅ default gateway ទៅ default gateway គេនេះស្គាល់តទៀតហើយហើយវាច្រើន default gateway គឺជា IP របស់ router របស់យើងហ្នឹង IP interface របស់ router អូខេឧទាហរណ៍នេះមួយឥឡូវយើងមើលនៅក្នុងកុំព្យូទ័ររបស់យើងមាន IP 3យើងមាន IP address ហើយ subnetmask IP address សម្រាប់ធ្វើអីគេសម្គាល់នៅលើ device របស់យើងមួយហើយដល់ពេល subnetmask សម្រាប់ធ្វើអីគេsubnetmask កំណត់ថាតើម៉ាស៊ីនរបស់យើងនឹងអាចតាក់ទងជាមួយនឹងក្រុមម៉ាស៊ីនណាខ្លះបានក្របវាដូចគ្នាអញ្ចឹងណាហើយដល់ពេល default gateway គឺសម្រាប់ដល់ពេលដែលយើងអត់ចង់តាក់ទងជាមួយ network ក្របគ្នាវានឹងគឺវាត្រូវបោះទៅ default gateway ដើម្បីឲ្យ default gateway រួចតទៀតហើយពីច្រើន default gateway គឺជា IP របស់ router interface របស់ router IP នៅក្នុងពេលដែលយើងធ្វើ sub interface វាប្រាប់ហើយពេលយើងបង្កើត sub interface មួយតើ sub interface នេះគឺនៅក្នុង VLAN មួយណាព្រោះយើងកើត sub interface បើអត់ដាក់ថាសង្កល់ថាអូ sub interface នេះ VLAN លេខ10បើអត់សង្កល់អញ្ចឹងវាអត់ឲ្យយើងដាក់ IP ទេយល់ទេឥឡូវខ្ញុំឲ្យមើលមួយតិចណាស់តែចង់ឃើញឥឡូវខ្ញុំឲ្យមើលឥឡូវឧទាហរណ៍ខ្ញុំបង្កើត sub interface G0.6 ហើយខ្ញុំប្រាប់វាថាគឺត្រូវតែដាក់នៅក្នុង VLAN លេខ6ឃើញ .q លេខ6ឯងអញ្ចឹងបើអត់វាយអា comment ប្រាប់ថានៅក្នុង VLAN មួយណាអត់ឲ្យយើងដាក់ IP address ទេអត់ឲ្យដាក់ IP address ទេដាក់ VLAN លេខ6ដែរទៅបើយើងចង់ VLAN ផ្សេងគឺបង្កើត sub interface មួយទៀតយើងកើត sub interface គឺG0.10 អញ្ចឹងទៅហើយដាក់ប្រាប់វាទៅក្នុង VLAN លេខ10អញ្ចឹងទៅgateway មាន2 VLAN 10គឺ gateway VLAN 10ហ្នឹងVLAN 20គឺ VLAN 20ឥឡូវ switch ប្រមាណអត់សំខាន់ទេសំខាន់លើ interface router នេះព្រោះ router យើងអាចបង្កើត sub interface គឺបើសិនមាន2 VLAN គឺបង្កើត sub interface 2សម្រាប់ VLAN លេខ10មួយសម្រាប់ VLAN លេខ20តែប៉ុណ្្នឹងឯង switch បើ IP លើ switch ហ្មងឯង default gateway គឺយើងដាក់នៅលើ host ឯង host គឺមាន VLAN របស់វាមែនទេម៉ាស៊ីនមួយគឺឧទាហរណ៍វាគ្រីង VLAN លេខ10អញ្ចឹង default gateway វាគឺជា IP ដែលសម្រាប់ interface VLAN លេខ10ហ្នឹងក្នុង router របស់យើង switch បាច់ដាក់ឯងយើងចង់ដាក់ក៏បានដែរដាក់បង្កើត VLAN ថ្មីមួយទៀតដូច VLAN លេខ999អញ្ចឹងទៅអញ្ចឹងបង្កើត VLAN ថ្មីមួយទៀតគឺ router គឺត្រូវមាន sub interface មួយទៀត3មួយទៀតស្គាល់ឲ្យតែ router មាន routing table គឺវាស្គាល់ហើយព្រោះអាហ្នឹងគឺយើងធ្វើនៅក្នុង router មែនទេអញ្ចឹងយើងចាត់ទុក switch ដូច host មួយដែរទៅមែនទេដើម្បីវាស្គាល់ភាពថាព្រោះ router ជាអ្នក route IP ចាំតិចចាំយើងធ្វើ sub interface ទៅយើងឃើញឥឡូវយើងគ្រាន់តែដឹង basic វាសិនអូខេឥឡូវមួយទៀតទាក់ទងជាមួយនៅក្នុង routing table អញ្ចឹងឧទាហរណ៍ថានេះស្អីគេ address document អានេះទាក់ទងជាមួយនឹងការធ្វើ address document ឧទាហរណ៍ដូចយើងចង់ធ្វើ lab យើងដាក់តារាងឲ្យយើងមួយមែនទេអញ្ចឹងតារាងឧទាហរណ៍ថានៅក្នុង router លេខ1អញ្ចឹងនិយាយថា router លេខ1អញ្ចឹងវាមាន
interface 2ណា fast zone zone ហើយនៅ serial zone zone អញ្ចឹងយើង add មក fast zone zone របស់យើងគឺ IP ប្រហែលសាប់តែបានប្រហែលមាន default gateway អត់មូលហេតុអីបានជានៅក្នុង router interface អត់មាន default gateway ព្រោះវាអត់មាន command 3 default gateway នៅក្នុង interface router ទេយើង3អត់មានស្គាល់ទេនៅក្នុងម៉ាស៊ីនគឺអាចដាក់ default gateway មែនទេប៉ុន្តែបើសិនជាយើងចង់មាន default gateway នៅក្នុង router នោះយើងប្រើតាម static ឬ dynamic ណាអញ្ចឹងក្នុង interface router គឺអត់មាន default gateway ទេប៉ុន្តែដើម្បីឲ្យវាអាចស្គាល់បានគឺយើងប្រើប្រាស់ route ហើយ router លេខ2ក៏មាន2 interface ដែរអញ្ចឹងបើសិនជាយើងចង់ធ្វើ document នៅក្នុង network អីយើងអាចប្រើតារាងអញ្ចឹងទៅដើម្បីងាយស្រួលគ្រប់គ្រង IP address អញ្ចឹងម៉ាស៊ីនមួយនេះមាន IP ប្រមាណស៊ីនលេខ2មាន IP ប្រមាណស៊ីនកន្លែង interface LAN នេះដោយសារ interface វាមានតែមួយទេក្នុងម៉ាស៊ីនគឺមានពេលម៉ាស៊ីនខ្លះមាន2 interface តែពេលច្រើនម៉ាស៊ីនមានតែមួយ interface មែនទេមានតែ Ethernet មានតែមួយទេបើយើងប្រើ wireless យើងអត់ប្រើ interface ទៅបើយើងប្រើ interface ហ្នឹងយើងក៏ប្រើ wireless ទៅប៉ុន្តែម៉ាស៊ីនខ្ញុំប្រើ2ខ្ញុំប្រើEthernet នេះគឺសម្រាប់ network ចេញទៅក្រៅ direct ហ្មងខ្ញុំបើក speed 100 មេខ្លួនឯងហើយបើសិនជាខ្ញុំប្រើ wireless គឺខ្ញុំត្រូវជាប់ policy ក្នុងក្រុមហ៊ុនអញ្ចឹងខ្ញុំប្រើ2បើតែខ្ញុំចង់ access internal គឺខ្ញុំប្រើតាម wireless តែខ្ញុំចង់ access ទៅក្រៅដូច Facebook Google YouTube អីគឺខ្ញុំប្រើតាម fast Ethernet នេះហើយ speed របស់ខ្ញុំបើក full ខ្លួនឯងចា៎ហ្នឹងយើងទៅកាន់ network យើងឃើញចឹងបាទអត់ទេហ្នឹងអាហ្នឹងចឹងក៏បានតែគាត់ថាខ្ញុំហ្នឹងហើយព្រោះបើតែខ្ញុំប្រើ2ក្នុងពេលតែមួយ wireless ក៏ខ្ញុំប្រើ network ក៏ខ្ញុំប្រើគេថាដែរអញ្ចឹង traffic វា balance ដែរវា load balance ដែរតែយើងចង់ access ទៅ internal វាទៅពុនបងវាទៅតាម Ethernet របស់យើងបើថា Ethernet អត់ស្គាល់វាចេញមកតាម wireless អញ្ចឹងវាទៅតាមអញ្ចឹងតែឧទាហរណ៍ចង់ចេញទៅក្រៅ YouTube Facebook អីគឺកន្លែងខ្ញុំគឺ block Facebook អញ្ចឹងខ្ញុំអាច access Facebook បានទេតាម router ដែលខ្ញុំឲ្យគេប្រើក្នុងក្រុមហ៊ុនណាអញ្ចឹងមាន firewall ការពារ2តង់អញ្ចឹងខ្ញុំជិល break rule គេអញ្ចឹងខ្ញុំមាន RAM មួយទៅខ្លួនឯងទៅ internet direct ខ្លួនឯងមក IP public អូខេអញ្ចឹងនៅក្នុងនេះគឺជា simple table មួយសម្រាប់យើង manage IP address របស់យើងអាចប្រើតាមតារាងនេះទៅតែយើងចង់ទាក់ទងធ្វើជាមួយនឹង management IP ប៉ុន្តែ IP វាមាន system ដើម្បី manage ទៀតព្រោះថា IP យើងច្រើនណាស់ដូចពួកខ្ញុំអញ្ចឹង IP មានតិចណាស់ IP សរុបមើលនៃ IP នោះហើយ customer មួយមាន IP មួយអញ្ចឹងខ្ញុំត្រូវ track មិនប្រើ system មិនមែន track គឺខ្ញុំមាន system មួយដើម្បី track IP ឥឡូវខ្ញុំសូ system នឹងsystem ហ្នឹងយើងយករបស់គេមក install ណាយើងមាន system តែហៅ IP plan អញ្ចឹង IP plan ហ្នឹងអញ្ចឹងទៅយើងមើលយើងបង្កើត subnet កើតអីទៅអញ្ចឹងយើងចង់ track IP យើង IP យើងអាសាចឲ្យណាគឺយើងអាចមើលឃើញក្នុងហ្នឹងបាទ FQR ពេលឥឡូវឧទាហរណ៍ថាខ្ញុំប្រើ rank នេះមួយចុះ rank មួយនេះអញ្ចឹងនេះខ្ញុំចែកទៅប្រាប់ network នេះខ្ញុំដាក់ទៅណាឥឡូវនៅ free នឹងអីអញ្ចឹង network នេះទៅ customer ទៅប្រហែលទៅអញ្ចឹងយើងចែកឲ្យវាអញ្ចឹងណាបើសិនជាយើងអត់មាន IP គ្រប់គ្រង system គ្រប់គ្រងអញ្ចឹង IP របស់យើងគឺស្មុគស្មាញប្រើ Excel ក៏បានដែរ Excel បើ update ត្រូវ send ឲ្យគ្នាទៅវិញទៅមកតែយើងប្រើ system អញ្ចឹងទៅយើងស្រួលមែនទេ install លើ Linux server មួយទៅ install វាទៅប្រើបានហ្នឹងហើយបាទព្រោះខ្ញុំមាន VPN ខ្ញុំប្រើ VPN ទេអូខេអញ្ចឹងឥឡូវនៅក្នុងការអាសាញ IP ទៅម៉ាស៊ីនគឺយើងមានពីរវិធីឥឡូវអានេះយើងដឹងអស់គ្នាណាអាសាញ IP មានតាមបានទីខ្លះក្នុងកុំព្យូទ័រយើង static និង dynamic អាហ្នឹងអត់មានអីបាក់ទេពីអានេះទាក់ទងជាមួយនឹង interface router អញ្ចឹងនៅក្នុង router វាមាន interface របស់វាឧទាហរណ៍ថាអឺកន្លែងនេះ interface G0 នេះ G0 0
មានភ្លើងពីរភ្លើង S ហើយនិងភ្លើងL S ស្អីគេ speed L ហ្នឹងគឺ link អញ្ចឹងធម្មតាបើសិនតែយើងដល់គ្នាចូលពឹបមានភ្លើងពីរហ្នឹងហើយបើសិនជាពេលយើង send data គឺភ្លើងហ្នឹងត្រូវលោតហើយបើសិនតែភ្លើងហ្នឹងលើកលោតកាន់តែញឹបន័យថា speed របស់យើងហ្នឹងគឺ speed យើងកាន់តែលឿនបាទអត់បើឈប់លោតអត់មាន traffic ដើរទេបាទភ្លឺរហូតភ្លឺហ្នឹងភ្លឺមានថា link វា up តែអត់មាន traffic send traffic send គឺវាលោតហើយហើយ console ដូចគ្នាអញ្ចឹងវាមានភ្លើងដូចគ្នាអញ្ចឹងពេលដែលយើងមានភ្លើងបើ speed បើសិនជា speed យើងឧទាហរណ៍ថា speed យើងយើងមាន3ណា speed 1000អញ្ចឹងចេញភ្លើងឲ្យគេថ្ងៃមុនយើងចេញភ្លើងពណ៌រៀងខៀវហើយពណ៌ត្រួយជែកហ្នឹងតែបើថាយើងថតយើង1000តែយើងអាសាញ speed តែ100ឬ10ទេអញ្ចឹងវានឹងចេញពណ៌ទឹកក្រូចហ្នឹងតែបើពេលដែលយើង set traffic គឺវានឹងលោតពណ៌លឿងដោយសារវា block កុំឲ្យផ្លូវនឹងបើសិនជាអត់ block មួយទេលូពេញហ្នឹង set traffic ទៅដល់ហ្នឹងអញ្ចឹងយើងបើសិនមានផ្លូវ redundant អានោះរៀនហើយតែ SCP នៅទេឲ្យយើងរៀនតែ VLAN ខាងត្រាំងណាអត់ទៅ Discovery 3យើងរៀន Discovery 3រៀនទាំងអស់មែន SCP ហើយនេះជាប្រភេទខ្សែ console របស់យើងខ្សែ console គឺយើងពិចារណាយើងប្រើអានេះហើយកុំព្យូទ័រពីមុនកុំព្យូទ័រមាន port ហ្នឹងណាកុំព្យូទ័រមាន port ចេះ serial ចេះតែឥឡូវមានអត់មានទេអញ្ចឹងយើងត្រូវការប្រើ USB ដើម្បីជំនួយថ្ងៃមុនហ្នឹងខ្ញុំដក USB 3ម្ដងគៀងកុំព្យូទ័រអញ្ចឹងយើងត្រូវមានខ្សែ driver របស់វា driver ហើយយើងនេះយើងអាចប្រើតាម terminal ឬក៏ putty ប៉ុន្តែបើថាយើងមានលុយយើងទិញsecure CRT ប្រើទៅឬក៏យើង crack មកគេប្រើក៏បានដែរ secure CRT crack ហើយខ្ញុំ license នៅ secure CRT license 100ទៀតឲ្យក្រុមហ៊ុនទិញឲ្យប្រើទៅព្រោះវាគិតថា concern security ចំណេះហ្នឹងអញ្ចឹងយើងប្រើ putty ដើម្បី remote អញ្ចឹងគួរតែប្រើមាន license ទៅតែមួយហ្នឹងកុំព្យូទ័រអស់មាន license តែមួយទៅវាតែ capacity ក៏មាន license ដែរដូចអាគ្នាហ្នឹងគ្រាន់ថាវា advance ច្រើនជាង putty វាបានតែមួយ console អញ្ចឹងទៅតែ secure CRT យើងអាច manage បានច្រើនដូចរបស់ខ្ញុំអញ្ចឹងខ្ញុំប្រើ secure CRT នេះអញ្ចឹងខ្ញុំមាន option មានអីច្រើនហើយយើងអាចយើងឧទាហរណ៍យើងមាន router ច្រើនយើងចង់វាយមក command ក្នុងពេលតែមួយក៏បានដែរយើងប្រើកន្លែងនេះឆាតបានយ៉ាងមកយើង set ទៅទាំងអស់ទៅវាយមក command គឺទៅដល់ទាំងអស់អាហ្នឹងគឺពេលយើងធ្វើ lab តែទាំងអស់យើងកើយើងត្រូវការconfigure line device password ដូចគ្នាអញ្ចឹងណាអញ្ចឹងយើងវាយមក command ធ្វើម៉េចបានទាំងអស់អញ្ចឹងទៅចង់អីគេកើតពី terminal ទៅយើងឧទាហរណ៍អានេះ5យើងកើតដាក់5មកហើយបង្កើតបើក terminal មួយទៀតដាក់5ទៅសម្រាប់បានតែលើនេះ enter លើអា section មួយនេះសូវាឧទាហរណ៍យើងនៅ section នេះវាសូឃើញអានេះហើយបើយើងងល់នេះក៏ឃើញដែរហ្នឹងហើយវាគ្រាន់ថា comment យើងវាយ comment កន្លែងនេះវានឹង send ទៅគ្រប់ section ទាំងអស់ហ្នឹងអញ្ចឹងណាយើងសូវាឃើញទាំងអស់ហ្នឹងអូខេហើយ putty វាជា software ដែលស្រួលហើយ free បើយើងប្រើប្រាស់តិចអាចប្រើ putty តែថាយើងប្រើដូចពួកខ្ញុំអញ្ចឹងការងារអាជីពរបស់ខ្ញុំទៅរក router ហើយណា router switch អញ្ចឹងខ្ញុំត្រូវប្រើអ្វីដែលស្រួលបន្តិចអូខេហើយទាក់ទងជាមួយនឹងដាក់ IP លើ switch ក៏យើងអាចដាក់ IP បានដែរគឺយើងដាក់លើ interface គេ interface VLAN ហើយ default gateway វានេះក៏ដាក់បានដែរគឺយើងវាយ command IP default gateway ហើយដាក់បានតែមួយណាមកដាក់ default gateway ដល់2ទេ
computer របស់យើងក៏ដាក់ default gateway បានតែមួយទេតែ interface 2យើងដាក់បាន2តែបើ IP address ដាក់ច្រើនណា computer យើងដាក់ IP address បានច្រើនស្រាច់យើងចង់ដាក់ប្រមាណក៏បានតែ default gateway បានតែមួយតែយើងចូលមក advanced ទៅណាគេបាត់ហើយលោកដាក់អត់ដាក់ IP លើម៉ាស៊ីនយើងច្រើនអត់យើងចូល advanced វាទៅ option វាទៅ advanced យើងមានកន្លែង add IP បានតែមួយទេ default gateway ដាក់បានតែមួយអញ្ចឹងវាទៅតាមផ្លូវណាតែតែយើង interface 2វាដាក់អាន2ចាំមើលខ្ញុំចូលមើលIP 2តែដាក់ default gateway 2នេះក៏លើដាក់តាមណាឥឡូវខ្ញុំចូល interface នេះចុះ interface នេះអារម្មណ៍ទៅយឺតមែនខ្ញុំអត់ទេ interface នេះខ្ញុំអត់ត្រេកតាណាទេណាតែយើង interface 2យើងអាចដាក់ default gateway បាន2តែ interface តែមួយគឺបានតែមួយតែ IP ក្នុង interface មួយដាក់បានច្រើនជាឧទាហរណ៍តាមណាឥឡូវចូលមកពឹបយឺតមែនយឺតខ្លាំងហ្មងហើយចូល advance ធ្វើកដេអូខេបានតែដាក់ matrix វា add បានតែយើងដាក់ matrix ឲ្យវាព្រោះថាវាជា default គឺបានទៅតាមផ្លូវមួយណាបើយើង add ទៅយើងដាក់ matrix ឲ្យវាពេលយើងដាក់ automatic matrix វានឹង adjust ឲ្យហើយឥឡូវយើងសាក add មើលបើវាមិនចេញថា default gateway នេះមាន matrix 1 2 3ចឹងណា matrix ដែលតូចជាងគេគឺ cloud delete អញ្ចឹងវាទៅតាមផ្លូវនឹងហើយ IP នឹង add ចូលទៅនេះ IP កន្លែងនេះ add វាមកតែដោយសារយើង enable DHCP អញ្ចឹងវាអត់ឲ្យ add ទេតែយើង add static គឺបានខ្ញុំចុចលើអានេះតែមិនចេញយកអាណាដែលមានបើ IP address វាអត់យកមួយណាវាយក IP ដែលយើងដាក់នៅលើខាងនេះខាងក្រៅវាយកអានេះប្រើក៏ប៉ុន្តែបើសិនជាយើងដាក់នៅក្នុងនេះនេះពេលយើង add វាចូលនៅនេះមែនទេតែវាយកតាមខាងនេះមុនគេបើ default gateway ឥឡូវខ្ញុំ add default gateway មួយនេះវា150 default gateway វា129.1.1 ចឹងឃើញមាន default gateway មួយនេះយើងដាក់ auto បន្តិចមានថាវា adjust ឲ្យហើយយើង add មួយទៀតទៅយើងចង់ add វា112.30.1 អូខេហើយ default gateway យើងដាក់វាមួយទៀតមក112.168.2.2 ទៅហើយជា default គឺវានឹងយកតាមអាលើនេះវានឹងយកតាមអាលើក៏ប៉ុន្តែបើសិនជាយើងចង់ access អឺបើសិនជាអាលើ IP អាលើអត់ស្គាល់វានឹងរត់មកអក្រវានឹងសាកព្យាយាមទៅអក្រម្ដងអានេះក្នុងម៉ាស៊ីនរបស់យើងអានេះយើងចង់ដាក់ IP ច្រើនដាក់ជួនកាលយើងចង់តេស្តហ្នឹងណាឧទាហរណ៍ network យើងមានម៉ាស៊ីនរបស់យើង connect network យើងឧទាហរណ៍ក្នុង LAN របស់យើងអញ្ចឹងយើងមាន router 2ហ្នឹងអញ្ចឹងយើងសាកព្យាយាមឲ្យមួយឲ្យទៅតាម IP connect មួយទៀតខាងខាងនោះទៅអូខេអានេះតកតងជាមួយនឹង basic configuration ក្នុង router ដូចគ្នានឹង switch ចឹងអត់មានអីខុសគ្នាទេអញ្ចឹងទី1គឺ device name អញ្ចឹងដាក់ឈ្មោះ router សម្រាប់ចំណាំដូចក្នុងឧបករណ៍របស់ខ្ញុំដាក់ឈ្មោះរបស់ខ្ញុំមិនមែនទេខ្ញុំអត់ទេ router របស់ខ្ញុំមានឈ្មោះទាំងអស់ឈ្មោះ router អក្សរ O គឺ router 05គឺ router ទី5ភ្នំពេញហើយនៅក្នុងតំបន់បឹងកង្កងអញ្ចឹងទៅហើយដល់ពេលនេះបឹងកង្កងដែរតែខអញ្ចឹងទៅ
ចឹងយើងយកដាក់ចំណាំណាច្រើនយើងដាក់ត្រេចឹងយើងស្រួលមើលខ្លួនឯងឈ្មោះ device ទីប្រមាណ location ហើយនឹង device នេះអីគេយើងមានកន្លែងហ្នឹងមាន router 5ទី1ទី2ទី3ទី4ទី5ច្រើនទាំងអីអត់ចាំដែរច្រើន hacker public ISP គឺអត់មានការពារអីទេ customer ឆ្លងកាត់បានទាំងអស់ក៏ប៉ុន្តែបើចូល router គឺត្រូវការមានមិនអាច remote ចូលបានពីក្រៅតែតែយើងប្រើនៅក្នុងមិនអាចចូលបានខ្ញុំបើកតែប្រហែល subnet ទេដើម្បីចូលអូខេហើយទាក់ទងជាមួយនឹង secure password គឺយើងដាក់ password enable វាពីច្រើន password វាជាលក្ខណៈ plain text អញ្ចឹងយើងអាច enable secret ឬក៏ពេលដែលយើងដាក់ក្នុង line ពី device គឺយើង voice speed password encryption ទៅដូចក្នុង switch អញ្ចឹងហើយយើង save configuration វាស្រួលៗផងអូខេអានេះទាក់ទងជាមួយនឹង IP នៅលើ interface router ជា default interface router គឺ shutdown អត់ដូច switch ទេ switch ជា default គឺ default របស់វាគឺបើកទាំងអស់ router គឺ shutdown ហើយយើងចង់ដាក់ IP យើងចូលក្នុង interface IP ហើយយើងអាចវាយ description បានទៀត description អញ្ចឹងឧទាហរណ៍ដូច description គឺសម្រាប់ស្គាល់ថាយើងនឹងប្រាប់ interface នឹងប្រាប់ទៅគេដោយបើខ្ញុំ interface ច្រើនអញ្ចឹងខ្ញុំត្រូវដាក់ description នេះឥឡូវខ្ញុំប្រាប់អានេះគេ long thong jewelry shop 4 មេអញ្ចឹងទៅអញ្ចឹងខ្ញុំដឹងណា customer មួយណាអញ្ចឹងទៅ national sport lottery អញ្ចឹងទៅអញ្ចឹងដាក់ speed ឲ្យកំណត់ speed bandwidth ឲ្យគេអញ្ចឹងទៅហើយដាក់ IP យើងវាយ IP address ដាក់ IP ឲ្យ subnet mask ឲ្យវាហើយទៅបន្តិចដើម្បី no shutdown ដើម្បីបើក interface អញ្ចឹងមានតែបើក core interface អញ្ចឹងមកពី error addresser អញ្ចឹងអូខេទៅទៀតយើងចង់ configure IP version 6ដូចគ្នាអញ្ចឹងចូល interface ហើយវាយ command IPv6 address បើសិនជា IP យើងវាយ IP ធម្មតាមែនទេ IP address ធម្មតាដល់ពេល IP version 6គឺយើងវាយ IP version 6ហើយ address ហើយដាក់ទៅហើយ no shutdown ដូចគ្នាបាទខ្ញុំប្រើទាំងពីរខ្ញុំប្រើ version 6ក៏ប្រើ version 4ក៏ប្រើអត់ enable តែមាន IP version 6ចឹងយើងត្រូវដាក់វាឥឡូវយើងត្រូវយល់មូលហេតុដែលត្រូវប្រើ IP version 6ដោយសារវាអស់ IP version 4អត់គេប្រើ IP version 6យើង customer យើងចង់ប្រើ IP version 6ប្រើតែនៅស្រុកខ្មែរអត់ទាន់មាន customer ណា request IP version 6ប្រើ IP version 4នៅលើពិភពលោកអស់មែនក៏តែក្រុមហ៊ុនខ្ញុំអត់ទាន់អស់ទេខ្ញុំ request បានមួយច្រើនឥឡូវយើងទៅ request លេខបានក្រុមហ៊ុនថ្មីចង់ទៅ request លេខបានហើយយើងអញ្ចឹងណាcòn មុនវានៅស្លាប់8មួយឥឡូវបែងចែកអស់ហើយអញ្ចឹង IP ថ្លៃណា IP address public វាមួយប្រហែលជិតចូល$5អី IP មួយ$2 $3ដែរអញ្ចឹង IP ជា request រកពាន់ឆ្នាំបងគេរកពាន់តែគ្រាន់តែ license ប្រើ IP address បើ IP version 6ថោកឯងហើយយើង request គេឲ្យយើង/32សួរ30/32ប្រហែលឡើងរបស់វាគឺ128អញ្ចឹង128ដក32មកយើងមានប្រមាណ bit ទៅចែកអញ្ចឹងយើងមានដូចជា86អញ្ចឹងយើងមានច្រើនបើ IP version 4គេឲ្យយើង/20ទៅ/22ហ្នឹងហើយអញ្ចឹងវាបានតិចឯងអូខេហើយនៅក្នុង router យើងអាចដាក់បាន interface មួយទៀតគេហៅថា interface loopback ស្អីគេ interface loopback interface loopback គឺ interface ហ្នឹងគឺសម្រាប់តាដាក់ក្នុង router សម្រាប់ test ឬសម្រាប់ recommend ទេអត់មាន interface physical interface មើលទៅឃើញទេអាហ្នឹងដូចនៅក្នុង computer យើងគឺមាន loopback មួយដែរមែនទេ IP loopback បាន interface computer យើង127ក្នុង router ក៏មាន interface loopback ដែរតែ interface loopback យើងអាចដាក់ IP address បាន computer អាចដាក់បានទេ loopback គ្រាន់តែជាបង្កើត IP កើត interface មួយជា visual interface អត់មានក្តីតាណាទេអញ្ចឹងយើងដាក់ IP ដាក់អីបានដូចគ្នាធម្មតា
ពីច្រើនសម្រាប់ management management សម្រាប់ remote ចូល router management យើងសម្រាប់ manage វាអញ្ចឹងយើងប្រើ IP នឹងដើម្បី remote វា telnet ចូលអញ្ចឹងទៅឬក៏យើងប្រើសម្រាប់លើ OSPF អញ្ចឹងទៅ router IP អញ្ចឹងទៅហ្នឹង management គេឲ្យនៅក្នុងពេលដែលយើងចង់ពេលដែលយើងដាក់ IP ហើយយើងចង់ show route វាមើលដើម្បី verify យើងអាចមាន command មួយចំនួនគេហៅ show IP interface brief មើលឃើញខ្លះ show IP interface brief ឃើញ interface up down ហើយ interface នេះមាន assign IP អត់ឬយើងថ្ងៃមុនយើង show មើលលើ switch ឃើញ interface up down ហើយមាន assign IP អត់ហើយមួយទៀត show IP route show IP route សម្រាប់មើលអីគេសម្រាប់មើលព័ត៌មាននៅក្នុង routing table ដោយបើខ្ញុំមិញមាន5ម៉ាន520000 រាវអញ្ចឹងយើងគួរ enter ទៅមួយថ្ងៃទៅហើយបើយើងរាវធម្មតាយើងរៀនយើងរាវតិចៗណាតែដល់ពេល production network មែនទេ BGP ផងគឺដឹងតែ520000ហ្មងរាវហ្មងណាអាហ្នឹងស្រ័យយើងតែយើងចង់កើតផ្សេងយើងគួរ add ទៅខ្លួនឯង add ច្រើនទៅបានច្រើនហើយមួយទៀត so running សម្រាប់មើលគេមើល configuration ដែលយើងបាន configure មែនទេហើយដល់ពេល so interface គឺមើល interface ហ្នឹង property interface ឃើញទាំងអស់ up down speed duplex អីគឺមើលឃើញទាំងអស់ដល់ពេល so IP interface គ្រាន់តែមើលថាតើ IP ណា interface ណាខ្លះដែលបាន assign IP តែវាមើលឃើញច្រើនជាង so IP interface brief បើ so IP interface brief មក interface ឃើញមកជួរទេប៉ុន្តែបើយើង so interface IP interface គឺឃើញច្រើន property detail ចាំយើង comment ហ្នឹងបាច់ភ័យទេចាំហើយយើងវាយរហូត so IP interface និង so interface អូនិយាយចឹងមានណាចំណាប់អារម្មណ៍ចង់ប្រឡង Net Rider អត់ណាគេហ្នឹងហើយខ្ញុំជាប់ប៉ុន្តែខ្ញុំជាប់ 1 2ខ្ញុំជាប់បានលេខ1ដែរហើយដល់ពេលឆ្នាំក្រោយខ្ញុំប្រឡង 1 4ក៏បានលេខ1ដែរ2010 2011ពេលឡើយគេលេខឲ្យប្រឡងជាប់ហើយហ្នឹងហើយseason គឺ level CCNA 1 2ហ្នឹងហើយ register ខ្លួនឯងទៅប្រឡង2នាក់គួយប្រឡង2នាក់អញ្ចឹងយើងរឿងដៃគូយើងទៅណាចង់ប្រឡងរឿងដៃគូហ្នឹងហើយពី3 កូនចាំខ្ញុំអោយចាំប្រហែលជាទឹកក្រោយអត់ខ្ញុំបានយើង register ម្នាក់ register ហើយទៅទៀតយើង enroll គ្នាយើងហើយយើង share ហើយ register ហើយយើងទៅទៀតយើងជ្រើសចាប់រើដៃគូយើង enroll ជាមួយចូលមួយណាគេនៅក្នុងហ្នឹងមានកន្លែង enroll ហើយតាមស្អែកចាំមើលស្អែកចាំខ្ញុំឲ្យកូនចឹងព្រោះសាលាពួកអសមកូនបានដែរអត់អីទេអត់ expire ទេ expire តែជិត10ថ្ងៃប្រឡងតែតែស្ទូឲ្យឃើញមកចឹងនេះចូល website នេះNet Rider នេះ website នេះហ្នឹងហើយយើងត្រូវការមាន account Net Account យើងមាន account អស់គ្នាមែនទេឥឡូវខ្ញុំចូលแล้วណាចង់ដាច់អ៊ីនធឺណិតបាត់ហើយអត់ទេមានសារច្រើនឥឡូវខ្ញុំ disconnect VPN ខ្ញុំចូល CCNA បើយើងប្រឡង 1 2វាចេញដល់ 1 4 1 4គឺ everything មក1 4ចេញទាំងអស់គាត់ថាវា advance 100សំណួរ60នាទីប្រឡងគឺអត់មានគិតទូម៉ានការឲ្យតែយើងលើសគេមកស្រុកខ្មែរយើងបានលើសគេយើងបានលេខ1ហើយ
คุยอ่านนู่นไอ้เนี่ยนะយើងខ្ញុំមិន expect តែយើងជាប់ទេតែឲ្យយើងបាត់សតមកប្រឡងឆ្នាំក្រោយមួយទៀតណាយើងប្រឡងនៅផ្ទះក៏បានប្រឡងនៅសាលាក៏បានដែរប្រឡងនៅណាក៏បានដែរលេខ1ដូចបានធំទៅបើនេះប្រឡង1 4គេឲ្យទៅលេខទៅក្រៅមកឥឡូវខ្ញុំលុបសាក់មើលសិនប្រប្រឡងហ្នឹងព្រោះថាយើងប្រឡងសើបកែយើងដឹងពីវិធីសើបកែមែនទេពេលជាប់សើបកែយើងងាយស្រួលពោះយើងរកការងារយើងទៅនេះតែមានការងារហ្នឹងហើយគេស្គាល់ច្រើនអញ្ចឹងទៅអានេះចង់តេស្តមាត់ភាពយើងដែរអារង្វាន់ហ្នឹងវាមិនជាបានប្រមាណទេគេឲ្យទៀនមួយរង្វាន់ iPad នេះតិចតួចកុំព្យូទ័រអីសំខាន់គឺមោទនភាពខ្លួនយើងហ្នឹងមើលណាមើលទៅលោកសំណួរកលខ្ញុំសួរអង់គ្លេសផងហើយមើលទៅរំតែយល់ខ្ញុំចេះអង់គ្លេសដោយសារ Cisco ហ្នឹងតាមើល CCNA 14ខ្ញុំមើល4 ដងពី1ដល់4មើលមុនបងដូចចាក់ទឹកក្បាលទៀតចឹងមានដឹងអីចឹងខ្ញុំមើលម្ដងទៀតបានយល់គ្រាន់ហើយកលមុនវាមាន2វាមាន Discovery ហើយនិង Exploration ខ្ញុំរៀនទាំងពីរបើ Discovery ខ្ញុំរៀនប្រហែលជា3 ដង Exploration ខ្ញុំរៀនបានតែ2 ដងនេះឥឡូវខ្ញុំលុបចូលហើយនេះខ្ញុំលុបមិនពេលខ្ញុំលុបចូលវាទាមទារឲ្យយើងទៅលុបចូលពី NetAccount នេះយើងប្រើ account NetAccount យើងមកបានចូលហើយយើងចូលមក AC Pacific យើងមកហ្នឹងហើយអានេះគឺគេហៅថា national ពេលប្រឡង national ជាប់បានចូល international គេទៅnon ដែរទេព្រោះឥឡូវគេកំពុងតែរៀបចំទីមួយនៅ Pacific Bangladesh ជា Cambodia មាន2អញ្ចឹងពួកយើងយកនេះយើងចូលនេះទៅឡងអីទៅបាទបាទឡងនៅណាក៏បានដែរអាហ្នឹងគេប្រឡងគេចឹងគេរើណាដែលបន្ទុកពុយគេបានលេខ1ហើយយើងអាសឹបទៅវាមានឲ្យយើងដាក់កូដមួយទៀតតែពេលដាក់កូដហ្នឹងទៅយើងអាចចូលបាទហ្នឹងហើយចាំខ្ញុំឲ្យកូដហ្នឹងព្រោះខ្ញុំគួរសមសាលាទៅបានកូដដែរបាទយកអខុនយើងលុបចូលអខុនយើងerror វិញយើងអត់ដែលមានគឺ enter ចឹងហើយដាក់ព័ត៌មានដូចរបស់យើងនៅក្នុង Metacad ព្រោះខ្ញុំលុបចូលយូរដែរតាំងពីឆ្នាំណាពី2010ខ្ញុំឡងលុបចូលបានទៅគាត់ថាយើង register អត់បាន enroll អត់បានយើង2នាក់កុំព្យូទ័រមួយធ្វើ lab តែមួយនេះយើងធ្វើមកទៅ2នាក់គ្នាយើងម្នាក់នេះវាយនេះអង្គុយប្រាប់ទេអញ្ចឹងមកខ្ញុំថាពេលប្រឡងគឺកុំអោយមកថាយើងមើលសំណួរចឹងណាគេមានសំណួរលេខ1លេខ2តិចថាអស់គ្នាមើលសំណួរលេខ1ឬសំណួរលេខ2ទៅចប់ហើយអត់ទាន់ទេឥឡូវគិតមើលរយៈពេល60នាទី100សំណួរអញ្ចឹងយើងត្រូវចំណាយកន្លះនាទីមួយសំណួរហើយសំណួរដូចយើងប្រឡងchapter ធម្មតាចឹងយើងមានសំណួរមានអីចឹងយើងប្រឡង2ម៉ោងប្រឡង1ម៉ោងសំណួរ1ម៉ោងទៀតគឺ lab គឺតែ lab តែមួយទេអត់ទេរៀនវាវត្តផងឥឡូវយើងគិតមើលសំណួរវាចេញវារៀង advance មែនទេសិស្សបកែគឺ advance អញ្ចឹងបើសិនយើងរៀនត្រឹមកម្រិតនេះតើយើងអាចទៅយក advance បានអត់អញ្ចឹងយើងត្រូវរៀននៅលើបានយើងអាចប្រឡងជាប់គេច្រើននេះដែលរៀនចប់1 4គាត់ទៅប្រឡង1 2ដែរតែ
តែខ្ញុំថាឲ្យយើងប្រឡងដើម្បីយើងចង់បានបទពិសោធន៍យើងប្រឡងទៅអត់ទេឲ្យតែយើង register account នៅក្នុង Netacad គឺអាចប្រឡងបានអាហ្នឹងគឺគ្រាន់ថាជាគោលការណ៍របស់គេណាក៏ប៉ុន្តែឲ្យតែយើងមាន account គឺយើងអាច register យើងចង់ទៅប្រឡងគុនផងក៏បានដែរសមត្ថភាពយើងមានគឺយើងប្រឡងបានហ្នឹងហើយអត់អីទេគាត់មុនបងខ្ញុំគិតចឹងតែដល់ពេលបត់សត control សិស្សចូលដល់ទីឡើងទៅមានបញ្ហាហ្នឹងហើយដល់សាលាគេរៀនដល់ត្រឹមអត់ដល់3ទេរៀនដល់2ទេគាត់ថាខ្ញុំរៀនខ្លួនឯងមុនហ្នឹងណាព្រោះឥឡូវយើងគិតមើលយើងរៀនប្រឡងសិស្សបកែបើយើងចេះស្មើគេយើងបានលេខ1អញ្ចឹងយើងត្រូវចេះលើកគេត្រូវអត់ហ្នឹងហើយគ្នាខ្ញុំក៏មុនគ្រូបង្ខំនៅ2010ហ្នឹងក៏ដល់ខ្ញុំប្រឡង1-4ខ្ញុំត្រូវប្រឡង1-4ខ្ញុំប្រឡងព្រោះ1-4ក៏មិនអត់ទៅមានប្រព័ន្ធដែរតែបានលេខទីកំពូលតែខ្ញុំចាំប្រឡងតាមក្រោយព្រោះថាខ្ញុំប្រឡងម្ដងហើយបើធ្លាក់ក៏វាទៅវាអត់បានប្រឡងអា1-2អញ្ចឹងយើងចង់ដឹងអស់ដល់ពេលអញ្ចឹងខ្ញុំដកចេញពី1-4ហ្នឹងក៏ខ្ញុំ register 1-4ខ្ញុំជប់1-4ខ្ញុំមិនប្រឡង1-2ដល់ពេលប្រឡង1-2 1-4ក៏ក្រុមខ្ញុំបានលេខ1 1-2ក៏ក្រុមខ្ញុំបានលេខពេលអញ្ចឹងបានប្រព័ន្ធច្រើនដែរcònមុនមានបាន hard disk ផងបានកុំព្យូទ័រផងបាន flash ផងបានអីបានច្រើនណាស់តាម2010ដល់នោះឡងនៅអាស៊ីអឺរ៉ុបហើយដល់ពេលទី2ទៅប្រឡងនៅទីណូឡង1-4តែដល់ពេលឥឡូវគឺលេងឲ្យតែប្រឡងណាណីហើយប្រឡងនៅណាក៏បានដែរយើង search ទៅឥឡូវយើងគិតមើលមកសំណួរកន្លះនាទីបើយើងឡើងទៅ search គឺអត់ឥឡូវម្នាក់គួយ search ម្នាក់ប្រឡងគ្រាន់តែយកអា copy អាសំណួរនឹងទៅ search ហ្នឹងវាអស់រយៈពេលជិត1នាទីឯណាអញ្ចឹងទោះថាយើងនិយាយទៅមើលអាសំណួរធីកមើលសំណួរធីកមើលធីកអត់ទាន់អត់ complete បានអត់ submit ក៏អត់បានទូទេបានបន្ទុកក៏តែវាបាន full ហើយប្រឡងគឺនៅសល់2នាទី submit ទៅឬ3នាទី submit ទៅប្រឡងអត់ហើយទៅ submit ដែរចង្ការអ៊ីនធឺណិតយើង slow អញ្ចឹងទៅវាអស់នាទីហ្នឹងមិនវា error បាទវាអត់ auto submit ទេបើយើងអត់ submit គឺ cannot submit ខុស run out of time ច្រើនគឺអញ្ចឹងហ្នឹងហើយអញ្ចឹងយើងមើលទៅកន្លែងដាក់អ៊ីនធឺណិតទៅពីអ្នកភេយើងហ្នឹងគួយប្រឡងឆ្នាំថ្មីបានប្រឡងគេអត់ឆ្នាំថ្មីដូច 2K đấyគេប្រឡងតែ register individual ទៅ register ហើយចាំមាន option មួយឲ្យ enroll team អញ្ចឹងយើង enroll ទៅយើង select យកណាគេបើយើងនេះ enroll យើងខ្លាចជា team member ពេលប្រឡង log account យើងអ្នកទៀតអត់បាច់ log ទេគឺចាំប្រឡង account យើងតែម្ដងប្រឡងមួយគ្រូវាមិនថាដល់ពេលយើងបើសិនតែបានលេខ1ទៅទទួលប្រព័ន្ធគេមិនថាអត់ secret ឃើញនេះអ្វីដែលយើងសូ comment យើងឲ្យឃើញមិញនេះសូ IP interface brief គឺចែកអញ្ចឹងដាក់ IP អញ្ចឹងទៅតែយើងអាចប្រើពាក្យ exclude ដើម្បីដកចេញគឺថា exclude unassigned អញ្ចឹងន័យថា interface ណាដែល unassigned អត់សូយើងទេវាសូតែ interface ណាដែលជា assign IP ឲ្យយើងសូ IP interface brief យើងសូមើលហើយបើយើងពាក្យ include គឺយើង include យើងចង់ឃើញអីគេ include app door ហ្នឹងមកយើងអាចប្រើអាហ្នឹងគឺជា extended ឃើញឥឡូវយើងនេះសម្រាប់មុំទៅយើងរៀនទ្រឹស្ដីច្រើនពេកនេះជាមួយគេព្រោះស្អែកយើងរៀនមេរៀនតិចហើយខ្ញុំធ្វើ lab ឲ្យយើងធ្វើ lab ទៅតងនឹងមួយមាន lab ប្រហែលក្នុងមេរៀននេះហ្នឹងហើយ lab ទី
ស្គាល់រឿង lab វាសំខាន់គឺបើយើងយល់មេរៀនបើយើងអត់ទាន់យល់មេរៀនមកទៅ lab មានន័យអីវាតាមគេហ្នឹងចឹងដែលយើងមាន lab ច្រើនដែរតើមានបាន lab យើងស្អែកយើងនឹងធ្វើ lab នេះមួយអានេះគឺមិនបាច់ធ្វើទេអានេះគឺយើងdocument ហើយ configure ប្រឡង1 ម៉ោង market research ប្រឡងទីក្រុងសិល្បកែមានឡងតាឡងទាំងអស់តែមិនខ្ញុំ activate practice ឲ្យមួយដែរតាខ្ញុំបើកទាំងអស់គ្នាណាតែមិនខ្ញុំបើកទាំងអស់ហើយខ្ញុំបើករហូតដល់ថ្ងៃទី10បាទ10ជាងគោលដល់ Netcat អញ្ចឹងយើងទៅវិញប្រឡងណាពីមេរៀនទី1ដល់មេរៀនទី3ហើយមេរៀនទី2មាន lab មួយបាទហ្នឹងហើយប្រឡងទាំងអស់កុំទុកបាទណាគេអូចាំបើស្គាល់គ្នាយើងបាន2ឯងស្មាត់ net ឯងស្មាត់ Cisco license ច្រើនហ្នឹងហើយឆ្នាំទិញ license ម្ដងអត់ទិញមានអីគ្រាន់ថាយើងពេលយើងមានបញ្ហាអីអត់មានណា support ឧទាហរណ៍ device hardware យើងខូចបើនៅក្នុង warranty បើថាយើងទិញ smart net គឺត្រូវដូរឧបករណ៍ Cisco ដូរឲ្យថ្មីមកហ្នឹងហើយហ្នឹងហើយដូច guarantee ហ្នឹងហើយនេះ assignment យើងគឺមានប៉ុន្មានពីអីគេ